Vàជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាតោះអញ្ចឹងថ្ងៃនេះខ្ញុំនាំអារម្មណ៍លោកគ្រូអ្នកគ្រូទៅមើលអំពីរបៀបចូលទៅក្នុងថ្នាលដើម្បីធ្វើការរៀនណាបាទអញ្ចឹងពីមុនលោកគ្រូអ្នកគ្រូដល់ពេលដែលត្រូវការរៀនទាល់តែចូលទៅលើកុំព្យូទ័រឬក៏លើទូរស័ព្ទដៃហើយចូលទៅកន្លែងរុករកដូចពីមុនយើងតែងតែចុចចែកឧទាហរណ៍ណារុករកអញ្ចឹងលោកគ្រូអ្នកគ្រូចង់រៀនតែងតែចូលទៅសរសេរពាក្យថាគ្រូបាទខ្ញុំចង់គ្រូបាទអញ្ចឹងទៅហើយចុចបាទបន្តមកយើងឃើញមានlink សម្រាប់ឲ្យយើងចូលរៀនថ្នាលគ្រូបឋមបឋមសេមួយទៀតមកបាទអញ្ចឹងទៅប៉ុន្តែឥឡូវគឺកាន់តែងាយស្រួលគឺអាប់ដេតងាយស្រួលមែនតើលោកគ្រូគ្រាន់តែមានថ្នាល PLP បាទន័យថា all in one តែម្ដងគឺនៅជាមួយគ្នាទាំងអស់តាំងពីថ្នាល PLP ប្រឡងតាំងពីប្រព័ន្ធគ្រប់គ្រងអ្នកប្រើប្រាស់បាទតាំងពីថ្នាលសម្រាប់គ្រូរៀនគឺមាននៅនឹងទាំងអស់បាទអញ្ចឹងក្រែងលោកគ្រូអ្នកគ្រូមិនបានចាប់អារម្មណ៍អញ្ចឹងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអាប់ដេតជូនលោកគ្រូអ្នកគ្រូអញ្ចឹងបាទលោកគ្រូដឹងហើយក៏វាជាការល្អប្រសើរអញ្ចឹងវីដេអូនេះគ្រាន់តែជាការចែករំលែកទេហើយម៉ោងនេះម៉ោងសិស្សចេញទៅផ្ទះអស់ហើយចុងម៉ោងទេបាទមិនបានកេងប្រវ័ញ្ចម៉ោងសិក្សាទេបាទគឺម៉ោងចេញទៅផ្ទះអស់ហើយឆ្លៀតធ្វើបន្តិចព្រោះទៅដល់ផ្ទះគឺមានសំឡេងអ៊ូអររំខានច្រើនអញ្ចឹងគឺមិនបានធ្វើទេអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែបើលោកគ្រូអ្នកគ្រូបាន download app PLP ហើយក៏មានក៏ download ទុកអញ្ចឹងទៅតែបើអត់ទេលោកគ្រូគាត់ចូលកន្លែងកម្មវិធីរករករបស់លើទូរស័ព្ទលោកគ្រូអ្នកគ្រូទាំងអស់គ្នាគ្រាន់តែវាយពាក្យថា PLP របៀបនេះមកហើយលោកគ្រូអ្នកគ្រូចុចពាក្យថាស្វែងរកលោកគ្រូនឹងឃើញថ្នាលនេះបាទណាខាងនេះអញ្ចឹងយើងគ្រាន់តែចុចលើនេះមកបាទអញ្ចឹងដើម្បីយើងចូលទៅរៀនធ្វើវឌ្ឍនភាពបានធ្វើបច្ចុប្បន្នភាពឬក៏គេហៅថាដើម្បីបង្កើនចំណេះដឹងបន្ថែមអភិវឌ្ឍខ្លួនបន្ថែមសន្សំ credit នៅក្នុងថ្នាលរបស់យើងលោកគ្រូបាទអញ្ចឹងចុចលើពាក្យថាអនុវិស័យអប់រំបឋមសិក្សាបាទទីនេះបាទចុចមកអញ្ចឹងពីមុនលោកគ្រូអ្នកគ្រូឃើញមានពាក្យថាកូនសិស្សមានពាក្យគ្រូបង្រៀនឥឡូវក៏មានថ្នាលគ្រប់គ្រងនៅក្នុងនេះដែរអញ្ចឹងលោកគ្រូគ្រាន់តែចុចពាក្យថាគ្រូបង្រៀនមកបាទអញ្ចឹងលោកគ្រូកលេចមើលលើគេលោកគ្រូប្រកាសតែឃើញថ្នាលបឋមគ្រូបាទថ្នាលសន្ទុះថ្នាលគ្រូបឋមអញ្ចឹងកន្លែងនេះគឺលោកគ្រូអាចចូលទៅរៀនបានហើយមិនចាំបាច់ពិបាកលោកគ្រូ download 2 3ឬក៏ចង់រៀនចូលតាម Telegram ចុចតាមតំណ link មិនបាច់ធ្វើចឹងទេគឺងាយស្រួលមែនតើអញ្ចឹងលោកគ្រូចុចទីនេះដើម្បីចូលរៀនហើយបើចុចទីនេះដើម្បីចូលថ្នាលគ្រប់គ្រងបាទអញ្ចឹងឥឡូវការចូលថ្នាលគ្រប់គ្រងខ្ញុំជឿថាលោកគ្រូចេះទាំងអស់គ្នាហើយព្រោះប្រើយូរគ្រាន់ហើយអញ្ចឹងប្រកាសជាចេះអញ្ចឹងយើងចូលត្រង់កន្លែងរៀននេះតែម្ដងបាទអញ្ចឹងឃើញទេលោកគ្រូបើកតែមួយមកគឺបានប្រើបានទាំង3តែម្ដងអញ្ចឹងខ្ញុំចុចថ្នាលគ្រូបឋមបាទនាំយើងចូលមកដល់កន្លែងប្រព័ន្ធគ្រូបឋមតែម្ដងអញ្ចឹងលោកគ្រូគ្រាន់តែបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោកគ្រូឬក៏ scan តាម QR code ទេអាចបានហើយអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែបង្ហាញលោកគ្រូថាឥឡូវនេះប្រព័ន្ធសម្រាប់គ្រូចូលរៀនហ្នឹងគឺមិនលំបាកឲ្យលោកគ្រូចុចតាម link ទៅរកណាទេគឺមាននៅក្នុងថ្នាលហ្នឹងតែម្ដងបាទទាំង3នឹងតែម្ដងមក all in one តែម្ដង free in one បាទហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយបើសិនជាលោកគ្រូមានចម្ងល់អ្វីតាក់ទងនឹងថ្នាលអាច comment សួរបានហើយខ្ញុំក៏បានកំពុងរៀនដូចគ្នាហើយអ្វីដែលខ្ញុំចេះខ្ញុំធ្វើការចែករំលែកបាទអញ្ចឹងខ្ញុំធ្វើជាវីដេអូដាក់នៅក្នុង channel YouTube នេះគឺដើម្បីចែករំលែកជូនលោកគ្រូទាំងអស់គ្នាខ្ញុំជឿជាក់ថាលោកគ្រូខ្លះគាត់ក៏ចេះហើយលោកគ្រូខ្លះគាត់ក៏មិនទាន់ចេះដូចតែខ្ញុំដែរអញ្ចឹងខ្ញុំអ្វីដែលចេះខ្ញុំចែករំលែកអញ្ចឹងទុកនៅក្នុង YouTube ហ្នឹងទៅនៅពេលដែលត្រូវការរកខ្ញុំក៏អាចរកបានដូចគ្នាបាទព្រោះការទុកនៅលើទូរស័ព្ទវាអាចនឹងបាត់បង់ពីព្រោះទូរស័ព្ទយើងទំហំផ្ទុកវាមានដែនកំណត់ដែរបាទអញ្ចឹងទុកយូរទៅពេញអញ្ចឹងខ្ញុំទុកក្នុង YouTube ហើយបើសិនលោកគ្រូពេញចិត្តវីដេអូនៃការចែករំលែកនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងហើយលោកគ្រូក៏អាចចែករំលែកវីដេអូនេះទៅតាមក្រុម Telegram ឬក៏ Channel Telegram ផ្សេងទៀតបានបាទសូមអរគុណច្រើនសូមជម្រាបលាលោកគ្រូតែត្រឹមប៉ុណ្ណេះបាទអរគុណ